រដូវធ្លាក់ភ្លៀងអញ្ចឹងណាគឺសម្បូរទៅដោយកពឹសក្តាមខ្យងក៏ដូចជាត្រីស្រែហើយត្រីឆ្លូញអីអញ្ចឹងគឺមានច្រើនណាស់បងប្អូនគ្រាន់ថាមានតែប្រហែលខែនេះទេតែតិចទៀតហ្នឹងគឺវាផុតរដូវទៀតហើយចាហើយជាក់ស្ដែងដូចខ្ញុំមកដើរសារចាដើរសារពីព្រឹកហើយសម្បូរណាស់បងប្អូនអើយសម្បូរត្រីមែនតែនមានត្រីស្រែពិសេសជាងគេគឺត្រីឆ្លូញនេះគឺនិយាយទៅសឹងតែមួយចាហ៊ានមួយបងប្អូនគឺសម្បូរមែនតែនហ្មងហើយសម្បូរប៉ុណ្ណឹងហើយក៏តម្លៃក៏រៀងរឹងដែរចាអត់ធូរថ្លៃទេតម្លៃ 20,000 ជាងដែរចាកន្លែងខ្លះទៅក៏ 28,000 កន្លែងខ្លះទៅក៏ 25,000 23,000 លោតដល់ 30,000 តាមប្រភេទត្រីឯងបងប្អូនចាហើយត្រីធំបែបហ្នឹងគឺតម្លៃ 28,000 ត្រីឆ្លូញណាហើយសម្បូរណាស់បងប្អូនអើយសម្បូរមែនតែនហ្មងនិយាយទៅយើងដើរសារពីព្រឹកអញ្ចឹងគឺខ្វះកមែនតែនចាហើយខ្ញុំទិញបានកពឹសស្រែល្អណាស់បងប្អូនវាលោតវានៅរស់រវើកហ្មងណាតែដល់ពេលខ្ញុំយកមកដល់ផ្ទះវារៀងងាប់តិចឯងអញ្ចឹងមានខ្លះទៀតក៏វានៅរស់ដែរចាហើយមួយខ្លះទៀតក៏វាងាប់ទៅដែរអញ្ចឹងណាចាហើយដូចជាក់ស្ដែងបងប្អូនកពឹសបងប្អូនមើលបែបនេះចាឃើញខៀវអញ្ចឹងបងប្អូនទិញយកអត់ខំបំណងឯងគឺស្រស់មែនតើហើយថ្ងៃនេះខ្ញុំនឹងធ្វើមុខម្ហូបថ្មីទៀតហើយចាតកតងទៅនឹងកពឹសស្រែរបស់យើងហើយកពឹសស្រែអញ្ចឹងបុកបានបុកអំពិលក៏បានហើយបានភ្លាបានអីអញ្ចឹងរត់តែឆ្ងាញ់ហ្មងចាហើយនេះខ្ញុំយកមកសម្អាតចាខ្ញុំសម្អាតយូរបងប្អូនសម្អាតជាងកន្លះម៉ោងដោយសារតែកពឹសធម្មតាកពឹសស្រែគឺវាមានកតិចាដូចជាកូនត្រីទូចបើសិនជាយើងមិនសម្អាតវាទេនៅពេលដែលភ្ញៀវគាត់ហូបទៅប៉ះណាចានេះកូនខ្យងបងប្អូនចាកូនខ្យងទូចអញ្ចឹងអត់កើតទេត្រូវតែរើសហើយប្រយ័ត្នប្រយែងមែនតែនកពឹសខ្ញុំចូលភាគច្រើនចូលមួយថ្ងៃចូល2គីឡូអីអញ្ចឹងតាមពិតអ្នកលក់គេរើសម្សាហើយប៉ុន្តែគាត់ថាយើងយកមករើសម្សាទៀតណាយើងអត់ទុកចិត្តទេចាយើងធ្វើម្ហូបគឺយើងចាំបាច់ណាធ្វើការអនាម័យហើយនេះកពឹសរស់និងកពឹសងាប់អញ្ចឹងកពឹសរស់អត់ពិបាកមើលបងប្អូនសាច់វារៀងថ្លាស្អាតចាតែបើកពឹសងាប់សាច់វាចាប់ដើមសស្គុះបែបហ្នឹងណាចាហើយកពឹសស្រស់អញ្ចឹងបងប្អូនទិញយកមកធ្វើម្ហូបទិញថាសាច់ផ្អែមល្អណាស់បងប្អូនអើយចាអញ្ចឹងខ្ញុំចាប់ដើមរើសកតិក៏ដូចជាស្មៅបដាទៅរើសស្ងួតមកវែកឯងនៅពេលដែលយើងសម្អាតទឹកមកវែកទៀតវាឡើងកតិចទៀតណាចាអញ្ចឹងឲ្យ make sure ថាវាស្អាតមែនតើហ្មងចាអញ្ចឹងយើងចាប់តាមកន្លុកទឹកឲ្យខ្ញុំលាងបងប្អូនមិនក្រោមពី5ទៅ6ទឹកទេចាវាជ្រះលក្ខណៈដូចវាជ្រះស្មៅម្សៅហើយនៅពងវាទៀតចាអញ្ចឹងធ្វើយ៉ាងណាធ្វើរើសឲ្យស្អាតលាងឲ្យស្អាតចានៅពេលជាទូទៅគឺភ្ញៀវចូលចិត្តកំងបែបឆៅអញ្ចឹងណាបុកហើយឬក៏ភ្លាចាហើយថ្ងៃនេះខ្ញុំនឹងបង្ហាញពីភ្លាកពឹសជូនបងប្អូនទស្សនាចាហើយចង់ដឹងថាតើគ្រឿងផ្សំយ៉ាងណានិងរសជាតិបែបណាទស្សនានៅវីដេអូទាំងអស់គ្នាចាអញ្ចឹងគ្រឿងផ្សំរបស់យើងមានគល់ស្លឹកគ្រៃស្លឹកក្រូចនិងម្ដេងចាយើងប្រើគល់ស្លឹកគ្រៃស្លឹកក្រូចម្ដេងនេះគឺដើម្បីឲ្យកាត់ជាតិឆ្អាបរបស់កពឹសរបស់យើងណាពីព្រោះយើងធ្វើស្រស់អញ្ចឹងបងប្អូនធ្វើថែមគ្រឿងនេះឲ្យលោបបងប្អូនបានវាបាត់ក្លិនឆ្អាបរបស់កពឹសហើយមានក្លិនឈ្ងុយពីស្លឹកក្រូចយើងហើយស្លឹកក្រូចយើងស្រស់ជារៀងរាល់ថ្ងៃបងប្អូនបើសិនជាថ្ងៃណាខ្ញុំផ្ទាល់មែនតើខ្ញុំអត់មានស្លឹកក្រូចប្រើឬក៏ទិញពីផ្សារអត់សូវល្អអញ្ចឹងខ្ញុំបេះស្លឹកក្រូចចានៅហាងចាមានទាំងពីរបីដើមបងប្អូនតែគាត់ថាយើងបេះខ្លះយើងទិញខ្លះអញ្ចឹងបើសិនជាបេះសុទ្ធក៏លូតអត់ទាន់ដែរអញ្ចឹងព្រោះនៅហាងគឺចាំបាច់មែនតើស្លឹកក្រូចគឺម្ហូបណាក៏ត្រូវការស្លឹកក្រូចស្លឹកគ្រៃម្ដេងនឹងដែរចាពីព្រោះវាជួយបង្កើនរសជាតិឲ្យកាន់តែឈ្ងុយអញ្ចឹងយើងហាន់គល់ស្លឹកគ្រៃស្លឹកក្រូចម្ដេងយើងឲ្យវាល្អិតបែបហ្នឹងមកចាបន្ទាប់មកម្ទេសចាដាក់ឲ្យហឹលមកបងប្អូនដាក់3 4គ្រាប់ទៅចាឬក៏5គ្រាប់តាមការចូលចិត្តបែបហឹលខ្លាំងហឹលតិចអីចឹងណាហើយបន្ទាប់មកគឺខ្ទឹមក្រហមចាខ្ទឹមក្រហមនេះគឺជួយបង្កើនរសជាតិដែរដើម្បីឲ្យរសជាតិភ្លារបស់យើងឲ្យកាន់តែឆ្ងាញ់ចាហើយយើងហាន់ប្រទះស្ដាងបែបហ្នឹងណាចាអញ្ចឹងយើងមកមើលកពឹសយើងចាប់ដើមចម្រោះទឹកហើយកពឹសយើងស្រស់ណាបងប្អូនអើយចានិយាយរួមទៅកពឹសខ្ញុំតែឲ្យភ្ញៀវគឺម្ហូបភាគច្រើនគឺខ្ញុំធ្វើឲ្យភ្ញៀវគឺ
យកមកស្រស់ហ្មងទៅខ្ញុំបញ្ជាក់បងប្អូនអញ្ចឹងគឺចូលជារៀងរាល់ថ្ងៃទេនិយាយទៅសាល់តិចតួចទេមិនមែនថាមិនសាល់ទេគាត់ថាវាតិចតួចចាសាល់មួយចានពីរចានអីទេចាអញ្ចឹងយើងចាប់ដើមលាយគ្រឿងដំបូងស្លាបព្រាដំបូងនេះគឺខ្ញុំដាក់ស្ករសជាមួយម្ល៉េះព្រាចាប៊ីចេងមកចុងម្ល៉េះព្រានិងប្រហុកណាប្រហុកខ្ញុំប្រើប្រហុកឆៅប្រហុកសាច់របស់យើងណាប្រហុកនេះគ្រាន់តែបើកន្លមកយើងថាជះក្លិនឈ្ងុយហ្មងបងប្អូនចាហើយបងប្អូនគាត់ដែលគាត់អត់ចូលចិត្តប្រហុកគាត់អាចដាក់ទឹកត្រីបន្តិចក៏បានដែរចាហើយដាក់គ្រឿងក្រៅដែលយើងផ្សំមិញហ្នឹងចាយើងហាន់មិញហ្នឹងដាក់ចូលមកបន្ថែមក្រូចឆ្មាចំនួន2ផ្លែណាជាទូទៅម្ហូបដែលខ្ញុំធ្វើភាគច្រើនខ្ញុំក្រូចឆ្មាគឺខ្ញុំកំណត់តែ2ផ្លែគឺរសជាតិមួយចានគឺល្មមចាហើយទឹកដែលខ្ញុំដួសសណាអានឹងទឹកប្រហុកបងប្អូនបន្ទាប់មកគឺទឹកត្រីកោះកុងយើងដាក់ទឹកប្រហុកបន្ថែមដើម្បីជួយបង្កើនរសជាតិរបស់យើងណាហើយនេះប្រហុកដែលខ្ញុំដាក់មិញហ្នឹងញីវាឲ្យបែកចឹងមកចាហើយយើងច្បល់កាពឹសនឹងចូលគ្នាមកណាចាច្បល់ដៃថ្នមឯបងប្អូនខ្លាច់បែកកាពឹសចាបន្ទាប់មកយើងដាក់ជីគ្រប់មុខចាជីគ្រប់មុខចូលមកហើយជាការសាច់បងប្អូនហើយចាភ្លីកាពឹសយើងមួយចានហ្នឹងបងប្អូនមុខម្ហូបហ្នឹងបងប្អូនអាចញ៉ាំបាយក៏បានហើយឬក៏អាចយកទៅញ៉ាំមកជាមួយត្រជាក់ហ្នឹងក៏បានដែរគឺរឹតតែអែមតែភ្ញៀវខ្ញុំភ្ញៀវប្រចាំរបស់ខ្ញុំអាចទៅគាត់មកគាត់កំងតាហ្នឹងឯងភ្លីកាពឹសហ្នឹងឯងចាគាត់ញ៉ាំជាមួយបាយហើយអត់ដែរសោះទេបងប្អូននៅសុំអីទៅបន្លែក៏អស់ដែរហើយបន្លែយើងដាក់រៀបចំមាន3មុខហ្នឹងចាមានការថាស្ពៃបូកូតូចហ្នឹងមកចាជាណាហើយទៅសក់ចាតែប៉ុណ្្នឹងទេគឺរួចរាល់ហើយខ្ញុំមានមួយប្រចាំរបស់ខ្ញុំចាគាត់ចូលចិត្តណាភ្លៀកាពឹសហ្នឹងគឺមកអត់ដែរចោលទេសុខចិត្តកំងមកភ្លៀកាពឹសហ្នឹងហើយកំងពីមុខទៀតចានិយាយទៅគឺយកមកពីចោះវិញយកគឺចានរបស់គាត់គឺភ្លឹងហ្មងគឺស្អាតគាត់ហូបអស់ហ្មងអត់សល់អីហ្មងបងប្អូនចាយើងធ្វើបែបត្រូវមាត់អីគាត់ហ្នឹងអញ្ចឹងបងប្អូនរដូវហ្នឹងរដូវសាប៊ូបន្លែក៏ដូចជាគេហៅថាត្រីសាច់ស្រែណាចាបែបស្រែអញ្ចឹងបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាហើយតន់រដូវវាមានអញ្ចឹងធ្វើញ៉ាំទៅបងប្អូនណាហើយអាចទៅមើលវីដេអូហ្នឹងខ្ញុំអត់មានលាក់លៀមអីទេបងប្អូនអាចធ្វើនៅតាមផ្ទះហូបក៏បានដែរហើយបើសិនជាចង់បានលក្ខណៈប្លែករសជាតិគឺឬក៏ចង់បានចង់ភ្លក់រសជាតិនៅហាងខ្ញុំអីអាចអញ្ជើញមកហាងផ្ទាល់ក៏បានឬក៏កំងតាមអេបបានដែរបងប្អូនប៉ុន្តែអេបខ្ញុំអត់ទាន់បានបញ្ចូលភ្លៀកាពឹសនេះខ្ញុំមានតែបុកកាពឹសអញ្ចឹងបងប្អូនអាចអញ្ជើញមកដល់ហាងឬក៏តាក់ទងមកហាងលេខហាងផ្ទាល់ក៏បានដែរណាចាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយជាមួយនឹងមុខម្ហូបថ្មីចែកជូនបងប្អូនបន្តទៀតហើយកុំភ្លេចធ្វើញ៉ាំធានាថាមួយមុខនឹងគឺប្លែកហើយឆ្ងាញ់បងប្អូនណាចាប៉ុណ្្នឹងហើយបងប្អូនអរគុណជម្រាបលា